ថ្ងៃហ្នឹងយើងនិយាយពីអ៊ីនធឺណិតនិង networking យើងតែឆ្ងល់ថាតើអ៊ីនធឺណិតហ្នឹងជាអ្វីវានៅទីណាហើយដំណើរការរបស់វាដូចម្ដេចហើយថ្ងៃហ្នឹងយើងនឹងមកស្វែងយល់ពីមូលដ្ឋាននៃពិភព digital សំណួរដែលយើងធ្លាប់ឆ្ងល់ថាវីដេអូវាមកពីណា website វាចេញមកពីណាហើយអ៊ីនធឺណិតហ្នឹងវាស្ថិតនៅណាប្រកាសហើយទិន្នន័យហ្នឹងវាធ្វើដំណើរយ៉ាងដូចម្ដេចអញ្ចឹងតើបណ្ដាញឬក៏ network គឺជាអ្វី network ឬក៏បណ្ដាញហ្នឹងគឺជាការតភ្ជាប់ឧបករណ៍ពីរឬច្រើនជាមួយគ្នាដើម្បីចែករំលែកទិន្នន័យនិងធនធានផ្សេងៗឧទាហរណ៍ថានៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងផ្ទះយើងមានទូរស័ព្ទកុំព្យូទ័រនិង Smart TV តភ្ជាប់តាមរយៈ Wi-Fi ចំណែកឯនៅឯសាលារៀនមានកុំព្យូទ័រសិស្សតភ្ជាប់ក្នុងបន្ទប់ LAN មួយឬក៏បណ្ដាញអ៊ីនធឺណិតនៅក្នុងតំបន់មួយចំណែកនៅក្នុងការិយាល័យបុគ្គលិកអាចចែករំលែក printer ឬក៏ការព្រីនឯកសារផ្សេងៗនៅក្នុងតែ printer តែមួយអញ្ចឹង network គឺជាមូលដ្ឋានគ្រឹះនៃអ៊ីនធឺណិតអញ្ចឹងតើអ៊ីនធឺណិតគឺជាអ្វីអ៊ីនធឺណិតគឺជា network of networks ន័យថាជាបណ្ដាញដ៏ធំមួយដែលតភ្ជាប់បណ្ដាញរាប់លាននៅទូទាំងពិភពលោកជាមួយគ្នាដូចជាបណ្ដាញនៅផ្ទះបណ្ដាញរដ្ឋាភិបាលមជ្ឈមណ្ឌលទិន្នន័យបណ្ដាញទូរស័ព្ទឬក៏បណ្ដាញក្រុមហ៊ុនអីផ្សេងបញ្ចូលគ្នាទៅវាបានទៅជាបណ្ដុំនៃអ៊ីនធឺណិតដ៏ធំមួយអញ្ចឹង network ហ្នឹងវាតភ្ជាប់ឧបករណ៍នៅក្នុងតំបន់មួយដូចជាផ្ទះនិងសាលារៀនប៉ុន្តែអ៊ីនធឺណិតវាតភ្ជាប់បណ្ដាញរាប់លានទូទាំងពិភពលោកអញ្ចឹងវាគឺជា network of network អញ្ចឹងយើងសួរថាតើអ៊ីនធឺណិតវាស្ថិតនៅទីណាអ៊ីនធឺណិតហ្នឹងវាមិនស្ថិតនៅកន្លែងតែមួយទេវានៅគ្រប់ទីកន្លែងវាគឺជារចនាសម្ព័ន្ធរូបវន្តដែលរាយប៉ាយទូទាំងពិភពលោកវាអាចនៅក្នុង data center ដែល data center ហ្នឹងគឺជាអគារធំដែលផ្ទុក server រាប់ពាន់គ្រឿងហើយ server ហ្នឹងគឺជាកុំព្យូទ័រដ៏មានឥទ្ធិពលដែលអាចរក្សាទុក website ឬទិន្នន័យផ្សេងៗដែលយើងអាចចូលទៅមើលបានហើយមួយទៀតអ៊ីនធឺណិតហ្នឹងវាអាចឆ្លងកាត់ប្រទេសនីមួយៗតាមរយៈ undersea cable ដែលវាគឺជាខ្សែ fiber optic ក្រោមមហាសមុទ្រដែលភ្ជាប់ពីទ្វីបមួយទៅទ្វីបមួយទៀតហើយមួយទៀតយើងក៏អាច access ចូលទៅកាន់អ៊ីនធឺណិតតាមរយៈ ISP ដែលពាក្យពេញរបស់វាគឺ Internet Service Provider ដែលវាជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតនិងឧបករណ៍ដឹកជញ្ជូនទិន្នន័យឧទាហរណ៍ថាយើងយកទូរស័ព្ទបើក Facebook ហើយចុចមើលទៅលើ post ឬក៏វីដេអូណាមួយដែលដំបូងទិន្នន័យចេញពីទូរស័ព្ទរបស់យើងតាមរយៈ Wi-Fi ឬក៏ router ហើយបន្តទៅកាន់ ISP ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតឬក៏ Internet Service Provider ហ្នឹងបន្ទាប់មកទិន្នន័យត្រូវធ្វើដំណើរឆ្លងកាត់បណ្ដាញផ្សេងៗដូចជាខ្សែកាបក្រោមសមុទ្រឬក៏ submarine cable ដែលភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀតហើយទីបំផុតវាក៏បានទៅដល់ data center របស់ក្រុមហ៊ុន Facebook បន្ទាប់មក data center របស់ Facebook នឹងផ្ញើ response មកទូរស័ព្ទរបស់យើងវិញអស់នេះហើយដែលយើងហៅវាថាជាអ៊ីនធឺណិតដែលវាបានបណ្ដុំចូលគ្នាមិនថាជា ISP undersea cable ឬក៏ meta data center ហើយនឹងទូរស័ព្ទរបស់យើងវាភ្ជាប់តគ្នាជា network បង្កើតបានទៅជាអ៊ីនធឺណិតមួយហើយហេតុអ្វីបានជាអ៊ីនធឺណិតដែលមកពីពាក្យពីរគឺ inter បូកនឹង net ហ្នឹងមានសារៈសំខាន់សេវាកម្មអនឡាញទាំងអស់ដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃហ្នឹងគឺពួកវាពឹងផ្អែកទៅលើអ៊ីនធឺណិតទី1ដូចជា website យើងអាចចូលទៅកាន់ website ផ្សេងៗដើម្បីស្វែងរកព័ត៌មានឬក៏ប្រើប្រាស់សេវាកម្មផ្សេងៗគឺធ្វើទៅតាមអ៊ីនធឺណិតហើយមួយទៀតនោះគឺ social media ដូចជា Facebook Instagram ឬ TikTok យើងអាចទំនាក់ទំនងជាមួយមនុស្សផ្សេងៗចែករំលែករូបភាពនិងព័ត៌មានផ្សេងៗទៅតាមប្រព័ន្ធអ៊ីនធឺណិតនឹងដែរដូចនេះអ៊ីនធឺណិតមិនមែនគ្រាន់តែប្រើសម្រាប់ចូលទៅមើល Facebook ឬក៏វីដេអូតែប៉ុណ្ណោះទេប៉ុន្តែយើងក៏អាចប្រើប្រាស់វាសម្រាប់ការទំនាក់ទំនងការកម្សាន្តការសិក្សាឬក៏ធ្វើការនិងការរក្សាទិន្នន័យផ្សេងៗផងដែរហើយយើងសួរទៀតថាបើអ៊ីនធឺណិតផ្ដល់អត្ថប្រយោជន៍ច្រើនដូចនេះតើអ្វីជាផលបាបរបស់អ៊ីនធឺណិតយើងត្រូវដឹងថាទោះបីជាអ៊ីនធឺណិតផ្ដល់អត្ថប្រយោជន៍ជាច្រើនក៏ដោយក៏វាមានហានិភ័យនិងបញ្ហាប្រឈមផ្សេងៗផងដែរជាពិសេសគឺទាក់ទងនឹងហានិភ័យសុវត្ថិភាព
យើងត្រូវចាំថានៅពេលដែលយើងភ្ជាប់ទៅកាន់អ៊ីនធឺណិតអ្វីៗក៏អាចកើតឡើងបានដែរមិនថាជាការបោកប្រាស់ការក្លែងបន្លំផ្សេងៗឬក៏ការបែកធ្លាយនៅព័ត៌មានសំខាន់ផ្សេងៗរបស់យើងឬក៏គេអាចក្លែងបន្លំជាយើងទៅធ្វើអ្វីមួយមិនល្អហើយជាចុងក្រោយយើងទាំងអស់គ្នា stay online safe